អូខេសួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺរបៀបកំណត់គម្លាតអក្សរនៅក្នុងអត្ថបទរបស់យើងនៅក្នុង Microsoft Office Word អញ្ចឹងដូចអ្នកដែលឃើញអញ្ចឹងអានេះគឺជាអត្ថបទរបស់ខ្ញុំអញ្ចឹងអានេះគឺជា default គម្លាតអក្សរដែលយើងជាធម្មតាយើងតែងតែសរសេរជាសិលឹកកិច្ចការរបស់យើងសម្រាប់សិក្សាឬក៏កន្លែងការងារអូខេហើយតម្លៃអានេះមួយទៀតគឺយើងអាចធ្វើការអាហ្នឹងសម្រាប់សិលឹកកិច្ចការដូចគ្នាប៉ុន្តែអ្នកដែលឃើញគម្លាតវាគឺរៀងធំជាងអាមុនអូខេអញ្ចឹងអានេះគឺខ្ញុំមិនមែនអង្គុយចុច enter ទេអ្នកគ្នាអ្នកដែលឃើញទំហំវាគម្លាតវាពីមួយប្រយោគទៅមួយប្រយោគឃើញរៀងស្មើគ្នាអ្នកគ្នាអាហ្នឹងគឺយើងកំណត់នៅក្នុង Microsoft Office របស់យើងអូខេអញ្ចឹងឥឡូវឧទាហរណ៍ថាយើងមានអត្ថបទច្រើនហើយអត្ថបទហ្នឹងវារៀងវាអាចថាមានទំព័ររហូតដល់100ទំព័រឬក៏លើសពីហ្នឹងអញ្ចឹងអ្នកគ្នាអត់ចាំបាច់អង្គុយធ្វើការស្រែវាម្ដងមួយអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែ select វាទាំងអស់ទៅហើយធ្វើទៅបានហើយអូខេឥឡូវឧទាហរណ៍ថានេះគឺអត្ថបទរបស់ខ្ញុំហើយខ្ញុំឃើញថាទំហំហ្នឹងវាញឹកពេកអ្នកគ្នាខ្ញុំចង់ឲ្យវារៀងឃ្លាតអូខេអញ្ចឹងបើសិនបើចង់ឲ្យរៀងឃ្លាតតែមួយ paragraph ខាងលើទេអ្នកគ្នាគ្រាន់តែធ្វើការ select មកហើយបើមកអ្នកគ្នាយកពាក្យថា right click រួចយកពាក្យថា paragraph អញ្ចឹងអ្នកគ្នាមើលកន្លែងនេះកន្លែង spacing នេះអញ្ចឹង spacing វាមានច្រើនអញ្ចឹងអ្នកគ្នាមើលមកកន្លែង line spacing មកអញ្ចឹងអានេះគឺជាទំហំគម្លាតអក្សរពីបន្ទាត់ទី1មកបន្ទាត់ទី2ឬក៏បន្ទាត់ទី2មកបន្ទាត់ក្រោមទៀតអញ្ចឹងឥឡូវ single មានថា space វាគឺ default ធម្មតាទូទៅបើសិនមកខ្ញុំចង់ឲ្យវាគម្លាតរៀងឆ្ងាយបន្តិចខ្ញុំយក 1.5 ឧទាហរណ៍ 1.5 អញ្ចឹងពេលអ្នកគ្នា select 1.5 ឥឡូវ single វិញអ្នកគ្នាមើលនៅកន្លែងនេះវារៀងដូរអាហ្នឹងវា view ឲ្យយើងឥឡូវយក 1.5 អញ្ចឹងឃើញ space វារៀងប៉ុណ្ណេះឥឡូវខ្ញុំចុច OK នេះអ្នកឃើញអញ្ចឹងនៅពេលដែលអ្នកគ្នាប្រៀបធៀបអា paragraph ទី1ជាមួយ paragraph ទី2 line spacing ខាងលើនេះគឺវារៀងធំជាងអាខាងក្រោមនេះឃើញអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់អាហ្នឹងទូចវិញអូខេបើ right click ទៅវា paragraph តោះមកខ្ញុំយក single វិញទៅអូខេហើយតម្លៃបើសិនមកអ្នកគ្នាអត់ចង់ធ្វើម្ដងមួយទេមានន័យថាអ្នកគ្នាចង់ឲ្យ paragraph របស់អ្នកគ្នាគឺឲ្យ spacing វាស្មើគ្នាអូខេអញ្ចឹងអ្នកគ្នាចុច control A ទៅអូខេឬក៏ select អញ្ចេះក៏បានដែរប៉ុន្តែលឿនអ្នកគ្នាចុចលើ keyboard control A តោះមក right click ម៉ៅអ្នកគ្នាហ្នឹងឬក៏ touchpad ហ្នឹងយក paragraph តោះមកអាហ្នឹងខ្ញុំយក 1.5 អូខេអញ្ចឹងអ្នកនេះឃើញ space វាបើប្រៀបធៀបជាមួយនឹងអាមុនគឺវារៀងធំជាងហើយរៀងស្រួលមើលជាងអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើកន្លែងរបស់អ្នកគ្នាឬក៏ថាតើអ្នកគ្នាចង់បានប៉ុណ្ណាឥឡូវខ្ញុំ control Z មកវិញខ្ញុំ control A ខ្ញុំយក paragraph ដែរអញ្ចឹងអាហ្នឹងក្រៅពី single ហើយនឹង 1.5 វាមានផ្សេងទៀតដែរអ្នកគ្នា double at least exactly multiple អញ្ចឹងអ្នកគ្នាអាចធ្វើការតេស្តវាម្ដងមួយបានហើយឧទាហរណ៍ខ្ញុំយក double ហើយខ្ញុំ OK អញ្ចឹង double មានន័យថា line របស់វាគឺរៀងធំបើប្រៀបធៀបជាមួយនឹង single និង 1.5 អូខេឥឡូវខ្ញុំ control Z មកវិញអូខេអញ្ចឹងដល់ឡែកឧទាហរណ៍ថាអ្នកគ្នាមានអត្ថបទអីច្រើនហើយអ្នកគ្នាចង់ដកឃ្លាតែមួយបន្ទាត់ពីរបន្ទាត់ទេអូខេអញ្ចឹងបើសិនបើយើងចង់ដកឃ្លាតែមួយបន្ទាត់ពីរបន្ទាត់ទេអ្នកគ្នាគ្រាន់ធ្វើការ right click លើវាទេឥឡូវឧទាហរណ៍ខ្ញុំចង់ដកឃ្លាតែឥឡូវនេះទេខ្ញុំគ្រាន់ធ្វើការ right click លើពីរបន្ទាត់ហ្នឹងទៅហើយ paragraph អូខេតោះមកខ្ញុំយកដកអានេះ 1.5 ទៅអូខេចឹងអ្នកឃើញអញ្ចឹងគឺវានឹងលោតធ្លាក់មកអញ្ចឹងហ្មងអូខេមួយទៀតបើសិនមកកន្លែងនេះអ្នកគ្នាឥឡូវឧទាហរណ៍ថាអត្ថបទខ្ញុំញឹកអញ្ចឹងឯងអូខេហើយខ្ញុំចង់ឲ្យកន្លែងនេះប្រាសាទអង្គរវត្តនេះខ្ញុំចង់ឲ្យវាដកឃ្លាពីខាងលើប្រមាណឡាញអូខេអញ្ចឹងខ្ញុំអាចកំណត់បានអញ្ចឹងអានេះជាក់ស្ដែងអ្នកគ្នាក៏អាច enter បានដែរប៉ុន្តែ enter ធម្មតាយើង enter អានេះយើងអត់ដឹងថា space វាប៉ុន្មានទេអាហ្នឹងករណីរបស់ខ្ញុំមានតែមួយ paragraph ពីរ paragraph ទេប៉ុន្តែនៅពេលអ្នកគ្នាធ្វើ session ឬក៏ធ្វើជាអត្ថបទអីផ្លូវការផ្សេងអា line spacing ហ្នឹងគឺអ្នកនរគ្នាត្រូវកំណត់ធ្វើម៉េចឲ្យវាស្មើគ្នាគ្រប់អត្ថបទទាំងអស់ឥឡូវខ្ញុំចង់ដក clear កន្លែងហ្នឹងប្រហែលអ្នកគ្នាគ្រាន់តែយក cursor មកគ្នាចុចកន្លែងហ្នឹងទៅហើយយក paragraph តោះមកអ្នកនរគ្នាមើលកន្លែងនេះ before spacing អញ្ចឹងកន្លែងហ្នឹងឧទាហរណ៍ខ្ញុំកំណត់12ឬក៏18អូខេអញ្ចឹងអ្នកឃើញវានឹងធ្វើការដក clear ប៉ុណ្ណឹងអូខេអញ្ចឹងចូលដល់អត្ថបទបន្ទាប់ខ្ញុំចង់យកកន្លែងតំបន់អង្គរនេះ18ដូចគ្នាអូខេអញ្ចឹងអ្នកគ្នាគាត់ right click ដាក់ cursor របស់អ្នកគ្នានៅលើ
បន្ទាត់ហ្នឹងទៅឬក៏ line ហ្នឹងទៅយក paragraph ហើយយើងយក 18 មកអ្នកនេះយេអូខេចាំតិចភាសាវាជាប់ paragraph ខាងលើអូខេដាក់ប៉ុណ្ណេះភាសានេះវាមិនទាន់ចប់មកកថាខណ្ឌអ្នកនេះអូខេយកអានេះចុះ paragraph អូខេអញ្ចឹងអានេះនៅពេលយើងសេរីម្ដងនៅពេលអ្នកគ្នា enter មកគឺវា automatic មក 18 អ្នកគ្នាប៉ុន្តែសម្រាប់អ្នកគ្នាចង់បានតែ 6 ទេឧទាហរណ៍យើងដាក់ 6 វិញទៅអូខេអញ្ចឹងនៅពេលអ្នកគ្នាកំណត់ម្ដងអូខេអញ្ចឹងវានឹង automatic ឯងនៅពេលអ្នកគ្នាenter មកបន្ទាត់ទៀតនឹងចុះក្រោមលើទៀតមក enter អានេះអូខេអញ្ចឹង enter អានេះអ្នកគ្នាឃើញទេកម្រិតវាគឺ18ឯងអូខេសម្រាប់គ្នា menu ចុចវាទៅវិញទៅអូខេវា menu ហើយវា menu តែកន្លែងហ្នឹងឯងអញ្ចឹងខ្ញុំ right click 12អញ្ចឹងអានេះ right click វា 18អញ្ចឹងនៅពេលអ្នកគ្នា set ពីលើមកប្រមាណនៅពេលអ្នកគ្នា enter គឺវានឹងជាប់ទំហំ spacing ហ្នឹងអ្នកគ្នាអូខេអរគុណអ្នកគ្នាអញ្ចឹងមករៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកគ្នាមានជាចម្ងល់អីអាច comment ក្នុងវីដេអូខាងក្រោមបានបាយបាយ